ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាវិទ្យមកពីក្រុម SU10 អញ្ចឹងថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូអំពី project midterm prepare វីដេអូទី2ដែលយើងត្រូវ record ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងគ្រប់ហើយ file permission នៅក្នុង Linux អញ្ចឹងនៅក្នុងនោះយើងមាន create group មាន create ជា file ហើយនឹងយើង change file permission ហើយនឹងមួយទៀតគឺយើងកំណត់ access សម្រាប់ user មួយចំនួនហើយនឹងកំណត់ access មួយ user មួយចំនួនទៀតអត់អាច access ទៅ user ផ្សេងទៀតអញ្ចឹងឥឡូវយើងធ្វើការ start server របស់យើងអញ្ចឹងឥឡូវយើង login user របស់យើងអូខេអញ្ចឹងលក្ខខណ្ឌគឺយើងបង្កើតfile ឬក៏គ្រប់នឹងតាមរយៈយើង connect ជាមួយ SSH server អញ្ចឹងឥឡូវយើងធ្វើការឆែកទៅលើ IP address យើងដើម្បីយើង connect ជាមួយ SSH server របស់យើងអូខេអូខេឥឡូវយើងបាន connect បានរួចរាល់ហើយអញ្ចឹងជាដំបូងគឺយើងបង្កើតក្រុម add developer UI UI ហើយនឹង develop អូខេឥឡូវយើងធ្វើការ add ក្រុមសិនអូខេឥឡូវយើងធ្វើការមើលអញ្ចឹងក្រុមដែលយើងបង្កើតអូខេអញ្ចឹងក្រុមដែលយើងបង្កើតមាននេះ develop UI UI ហើយនិង developer អញ្ចឹងជំហានបន្ទាប់យើង delete ក្រុម developer ហើយយើងឆែកមើលថាក្រុមនឹងបាន delete នៅអញ្ចឹងឃើញថាក្រុមមិញលើនេះយើងមាន developer អញ្ចឹងនៅក្រោមនេះយើងបានលុបហើយឥឡូវយើង create ម្ដងទៀតអូខេអញ្ចឹងក្រុម developer បាន create មកវិញហើយអញ្ចឹងចូលជំហានបន្តទៀតគឺយើង create text file ដែលមាន developer UI UI ហើយនិង develop អូខេធ្វើការ create file
ចឹងយើងលិះមើលឥឡូវដល់នេះ file ដែលយើងបង្កើតមាន UI develop ហើយនឹង developer អញ្ចឹងឥឡូវយើងបានបង្កើតរួចរាល់ហើយនឹងយើងបានលិះមើលរួចរាល់ឥឡូវយើងធ្វើការ change permission file ទាំងអស់ហ្នឹងទៅ755ឥឡូវអូខេអញ្ចឹងfile ទាំងអស់គឺបាន change permission ទៅ755ទាំងអស់ហើយគឺ3 file ដែលខ្ញុំបានបង្កើតហើយនៅចំណុចមួយទៀតគឺយើងចាំតិចនៅចំណុចមួយទៀតគឺយើងកំណត់ឲ្យគ្រប់ developer និង UI អត់អាច access ទៅ file develop បានអញ្ចឹងឥឡូវយើងធ្វើការកំណត់វាយើងកំណត់ permission ឲ្យគ្រប់ develop ហើយ develop process អូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយសូមអរគុណ